បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន topic ថ្មីមួយចង់ចែករំលែកទាក់ទងទៅនឹងការបញ្ឈប់ការងារនិងប្រាក់សម្រាប់ការបញ្ឈប់អញ្ចឹងយើងចង់ដឹងថាតើខ្លឹមសារយ៉ាងណានោះយើងនឹងចូលទៅសិក្សាទាំងអស់គ្នាបងប្អូនឃើញហើយការបញ្ឈប់ការងារនិងប្រាក់សម្រាប់ការបញ្ឈប់ការងារនេះគឺជាវីដេអូទី10របស់ខ្ញុំហើយខ្ញុំនឹងធ្វើការបង្ហាញបើភាសាអង់គ្លេសហៅ termination ឬក៏ severance pay ស្អីទៅសិទ្ធិនៅពេលដែលបញ្ឈប់ការងារ right when termination អញ្ចឹងជាយោជិតមានសិទ្ធិអ្វីនៅពេលដែលយោជកគាត់បញ្ឈប់ការងារការបាត់បង់ការងារមិនមែនមានន័យថាយើងបាត់បង់សិទ្ធិទេ loss a job does not mean loss your right ច្បាប់ការងារកម្ពុជាបានផ្ដល់សិទ្ធិពេញលេញសម្រាប់ការបញ្ឈប់ការងារអញ្ចឹងមានន័យថាមិនមែនថាយើងឈប់ការងារយោជកបញ្ឈប់យើងពីការងារហើយយើងគ្មានសិទ្ធិក្នុងការតវ៉ាទេអញ្ចឹងគឺច្បាប់គេបានផ្ដល់ឲ្យជូនអញ្ចឹងអ្នកមានសិទ្ធិទទួលបានការជួយពេញលេញនៅពេលដែលបញ្ឈប់ការងារហើយខ្ញុំក៏មានអ្វីមួយដែលថានឹងបង្ហាញបងប្អូនថាតើយើងនៅពេលដែលមានការបញ្ឈប់ពីការងារតើយើងត្រូវរកវិធីណាដើម្បីជួយអន្តរាគមន៍យើងប្រភេទនៃកិច្ចសន្យាការងារ type of employment contract យើងបានរៀននៅវីដេអូមុននោះគឺយើងមានពីរប្រភេទកិច្ចសន្យាការងារមានកិច្ចសន្យាមានការកំណត់និងកិច្ចសន្យាមិនមានការកំណត់ត្រូវបញ្ជាក់ការបរិច្ឆេទបញ្ចប់ការបញ្ចប់ជាក់លាក់ must state this is finish date มันអាចលើសពី2ឆ្នាំអាចត្រូវបានបន្តប៉ុន្តែมันឲ្យលើសពី4ឆ្នាំអញ្ចឹងបើយើងនិយាយថាកិច្ចសន្យាមានការកំណត់គឺរយៈពេលតែ2ឆ្នាំទេអញ្ចឹងបើលើសពីរយៈពេល2ឆ្នាំវាចូលទៅជាកិច្ចសន្យាមិនមានការកំណត់ចូលនៅខាងក្រោមនេះគេហៅ UDC កិច្ចសន្យាមិនមានការកំណត់អញ្ចឹងខ្លាយជា UDC ដោយស្វ័យប្រវត្តិបើសិនបើកិច្ចសន្យាបន្តលើសពី2ឆ្នាំអញ្ចឹងមានន័យថាបើសិនជាបងប្អូនធ្វើការមានកុងត្រារយៈពេល2ឆ្នាំអញ្ចឹងបើសិនជាបងប្អូនបន្តទៀតហើយមិនមានការជូននឹងពីនយោជកយើងនឹងបន្តទៀតនឹងវិជោគជាកិច្ចសន្យាដែលមិនមានការកំណត់ប៉ុន្តែបើសិនជាក្នុងករណីដែលគេធ្វើកិច្ចសន្យាថ្មីទៀតរយៈពេល2ឆ្នាំថែមទៀតអញ្ចឹងនៅក្នុងនេះវាចូលទៅក្នុងកិច្ចសន្យាមានការកំណត់តែមិនឲ្យលើសពី4ឆ្នាំសរុបអញ្ចឹងណាបើសិនជាលើសពី4ឆ្នាំវាចូលជាកិច្ចសន្យាមិនមានការកំណត់អញ្ចឹងយើងចូលមកដល់មេរៀនរបស់យើងថារយៈពេលនៃការជូនដំណឹងអធិស្ឋានផងដោយសារតែ slide នេះខ្ញុំរៀបដាច់កន្លែងនេះបន្តិចតែវាមិនដាច់ទាំងស្រុងទេអញ្ចឹងបងប្អូនមើលនៅក្នុងនេះទៅគឺរយៈពេលនៃការជូនដំណឹងអញ្ចឹងបើសិនជាបងប្អូនធ្វើការបើជាមានកិច្ចសន្យាមានការកំណត់ធ្វើក្រោម6ខែមិនត្រូវបានជូនដំណឹងទេតែបើលើសពី1ឆ្នាំជូនដំណឹងគេត្រូវមានការជូនដំណឹង15ថ្ងៃបានយើងអាចឈប់បានតែបើលើសបើរយៈពេល6ខែទៅ1ឆ្នាំយើងជូនដំណឹងតែ10ថ្ងៃទេតែបើសិនជាយើងធ្វើកិច្ចសន្យាដែលមិនមានការកំណត់ក្រោយតិចជាង6ខែអញ្ចឹងជូនដំណឹងតែ7ថ្ងៃទេហើយបើសិនជាធ្វើការពី2ឆ្នាំទៅ5ឆ្នាំជូនដំណឹង1ខែហើយបើធ្វើការពី10ឆ្នាំត្រូវជូនដំណឹង3ខែណាហើយបើយើងធ្វើការ6ខែទៅ2ឆ្នាំអញ្ចឹងជូនដំណឹង15ថ្ងៃបើធ្វើការពី5ឆ្នាំទៅ10ឆ្នាំយើងជូនដំណឹង2ខែប្រាក់សម្រាប់ការបញ្ឈប់ severance pay អញ្ចឹងស្អីទៅតែថាប្រាក់សម្រាប់ការបញ្ឈប់seniority indemnity UDC តកតង seniority សំណងនឹងតកតង seniority ជំនួសការបញ្ឈប់ប្រាក់កម្រៃក្រោយពេលកែប្រែច្បាប់2018អញ្ចឹងមានការកែប្រែ amendment បុគ្គលិកមានសិទ្ធិទទួលបានប្រាក់សម្រាប់15ថ្ងៃក្នុង1ឆ្នាំនៃការងារអញ្ចឹងបុគ្គលិកគឺទទួលបានគេហៅ seniority ណាបង់2ដងក្នុង1ឆ្នាំអញ្ចឹង2ដងក្នុង1ឆ្នាំទី1នៅក្នុងខែមិថុនានៅក្នុងខែនិងនៅក្នុងខែធ្នូអញ្ចឹងដូចបងប្អូនបានទទួលហើយគឺរៀងរាល់6ខែគឺទទួលបាន seniority ណាហើយតកតងទៅនឹងការទូទាត់តកតងនឹងកិច្ចសន្យាមិនមានការកំណត់ត្រូវមានចំនួន 5% នៃប្រាក់សរុបដែលត្រូវបង់ក្នុងរយៈពេលពេញនៃកិច្ចសន្យាវាតកតងនឹង severance pay បើសិនជាករណីដែលបញ្ឈប់អញ្ចឹងនយោជកក៏ត្រូវធ្វើការទូទាត់ដោយប្រើមេតូត 5% អញ្ចឹងបើក្នុងករណី 5% នេះតាមការសិក្សាបើគេយកចំនួនប្រាក់ខែដែលសរុបមានន័យថា12ខែសរុបទាំងលុយបើគាត់ប្រាក់ខែ300គុណនឹង12ខែទៅហើយយកទៅគុណនឹង 5% ឃើញមានថាលុយដែលគាត់ទទួលបានប្រមាណណាអញ្ចឹងបើការបញ្ឈប់កិច្ចសន្យាគឺខុសច្បាប់បើមានសិទ្ធិតវ៉ានឹងទី2អញ្ចឹងបើសិនជាមាននយោជកគាត់បញ្ឈប់យើងដោយមិនមានមូលហេតុនឹងជាអំពើខុសច្បាប់អញ្ចឹងយើងអាចទី2សំណងទៅតាមច្បាប់ដែលកំណត់ជូនបញ្ឈប់ការងារជូនដំណឹងឬក៏មិនជូនដំណឹង termination with notice ឬក៏ without notice អញ្ចឹងការជូនដំណឹងត្រូវបង់ប្រាក់សម្រាប់តថភាពការងារសម្រាប់ UDC អញ្ចឹងត្រូវមានការជូនដំណឹងបើសិនសម្រាប់ការធ្វើការមិនមានការកំណត់រយៈពេលជូនដំណឹងអាស្រ័យទៅលើឆ្នាំធ្វើការបើមិនមានការជូនដំណឹងត្រូវអនុញ្ញាតអញ្ចឹងបើសិនជាមិនមានការជូនដំណឹងនៅក្នុងករណីដែលនយោជកនឹងគាត់ប្រព្រឹត្តនៅអំពើខុសច្បាប់ធ្ងន់ធ្ងរលួចឬក៏កេងបន្លំឬបាបបញ្ឆោតឬក៏បំពានសមត្ថភាពរបស់គោលការណ៍ក្រុមហ៊ុនអាហ្នឹងបញ្ឈប់ភ្លាមៗណាតើតង់កតាប់កិច្ចនឹងដំណោះស្រាយ application dispute resolution អញ្ចឹង
កតាបកិច្ចនយោជកគាត់មានកតាបកិច្ចអីខ្លះនៅពេលដែលបញ្ឈប់បុគ្គលិកគឺបង់ប្រាក់ខែចុងក្រោយឬក៏ last payment salary បង់ប្រាក់តែភាពការងារបង់ថ្ងៃឈប់សម្រាកចាំឆ្នាំដែលមិនបានប្រើបង់ទាំងអស់ក្នុងរយៈពេល48ម៉ោងអញ្ចឹងមាត្រា116នៃច្បាប់ការងារគឺមានចែងទូទាត់រយៈពេល48ម៉ោងដំណើរការនៃការដោះស្រាយចំនួនគឺយើងត្រូវដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានដោះស្រាយការងារនៅក្រុមហ៊ុនគឺមានគេមាន HR អីចឹងទៅយើងធ្វើតាមលំដាប់លំដោយណាហើយអ្នកត្រួតពិនិត្យការងារពិនិត្យបណ្ដឹងអធិស្ឋានកន្លែងនេះខ្ញុំចង់បញ្ជាក់ថាបើនៅ HR យើងតតាំងទៅតាម HR តែបើក្នុងករណីដល់ធ្លាក់ដល់ក្រសួងគឺដាក់ទៅនាយកដ្ឋានដោះស្រាយចំនួននៅក្រសួងការងារណាអញ្ចឹងមានអង្គការឬក៏ស្ថាប័នមួយចំនួនដែលគាត់ជួយយើងដូចជាសង្ត្រាល់ដូចជាសិទ្ធិកម្មករដូចជាជំនួយដូចជាសហព័ន្ធសហជីពកម្ពុជាអញ្ចឹងទៅគេនឹងជួយធ្វើការដែលបើសិនជាបងប្អូនជួបនៅបញ្ហាអញ្ចឹងអាចសុំជំនួយពីគាត់អាចរកសហជីពការងារអាចទៅក្រសួងការងារទៅមកយន្តការចុងក្រោយគឺតុលាការការងារតែតុលាការការងារនេះគឺទៅអនាគតទេគឺមិនមែនមានន័យអញ្ចឹងទេគឺអនាគតអាចនឹងមានតុលាការការងារមានទៅតុលាការធម្មតាណានេះគឺជាច្បាប់មួយចំនួនដែលខ្ញុំបានដកស្រង់មកដើម្បីធ្វើការជួយ support ទៅលើអត្ថបទជាខាងលើហើយបងប្អូនអាចចូលទៅមើលនៅក្នុងហ្នឹងហើយមាត្រាមួយចំនួនបងប្អូនអាចសិក្សាបន្ថែមអញ្ចឹងហើយនេះគឺជាអ្វីដែលខ្ញុំដកស្រង់មកបងប្អូនអាចចូលទៅក្នុងមាត្រាហ្នឹងហើយអានហើយមាត្រានេះខ្ញុំដកស្រង់មកខ្លះៗទេហើយនៅក្នុងនេះគឺបន្ថែមហើយនៅក្នុងនេះគឺជាលិខិតជួយដំណឹងរបស់ក្រុមការងារអីចឹងទៅហើយនេះគឺជា law firm ដែលគាត់បកស្រាយអញ្ចឹងបងប្អូនអាចចូលទៅសិក្សាទាំងអស់គ្នាចឹងមិនមែនមានន័យថាយើងចេះរឿងអីទេគឺយើងបង្ហាញអត្ថបទនេះដើម្បីសិក្សាទាំងអស់គ្នាអញ្ចឹងបងប្អូនមានអីជាបល់គំនិតអីអាចជួយបញ្ចូលដើម្បីឲ្យការសិក្សាហ្នឹងយើងបានទទួលចំណេះដឹងទាំងអស់គ្នាបាទសូម